មុននឹងចូលដល់វីដេអូសូមចុច Subscribe ម្នាក់មួយផងល្អណាស់ការមានមេដឹកនាំល្អគឺជាការលើកតម្កើងយ៉ាងធំសម្រាប់អង្គការក្រុមឬសង្គមមួយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ដែលយើងទទួលបានពីមេដឹកនាំល្អ1. ទិសដៅនិងភាពច្បាស់លាស់មានចក្ខុវិស័យច្បាស់លាស់មេដឹកនាំល្អដឹងថាក្រុមចង់ទៅណានិងធ្វើដូចម្តេចដើម្បីទៅដល់ទីនោះនេះជួយកាត់បន្ថយភាពច្របូកច្របល់និងធ្វើឲ្យអ្នករាល់គ្នាដឹងច្បាស់ថាត្រូវធ្វើអ្វីនិងហេតុអ្វីការសម្រេចចិត្តដ៏រឹងមាំនៅពេលមានបញ្ហាឬពេលត្រូវការជ្រើសរើសមេដឹកនាំល្អអាចសម្រេចចិត្តបានយ៉ាងឆាប់រហ័សនិងមានហេតុផលដែលជួយជៀសវាងការខ្ជះខ្ជាយពេលវេលានិងធនធាន 2. ការលូតលាស់និងការអភិវឌ្ឍលើកទឹកចិត្តឲ្យរីកចម្រើនមេដឹកនាំល្អមិនត្រឹមតែគ្រប់គ្រងប៉ុណ្ណោះទេតែពួកគេជាអ្នកណែនាំនិងជាគ្រូបង្វឹកពួកគេជួយអ្នករាល់គ្នាអភិវឌ្ឍជំនាញថ្មីនិងការយល់ដឹងផ្ដល់ឱកាសពួកគេផ្ដល់នូវការប្រកួតប្រជែងនិងកិច្ចការដែលជំរុញឲ្យអ្នករាល់គ្នាលូតលាស់និងបង្ហាញពីសមត្ថភាពទទួលស្គាល់និងលើកស្ទួយការខិតខំនិងជោគជ័យត្រូវបានគេបង្គោលនិងផ្ដល់រង្វាន់ដែលជាកត្តាលើកទឹកចិត្តយ៉ាងខ្លាំង 3. បរិស្ថានការងារនិងវប្បធម៌វិជ្ជមានទំនាក់ទំនងដែលផ្អែកលើទំនុកចិត្តមេដឹកនាំល្អសាងទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកនៅក្នុងក្រុមការទំនាក់ទំនងបើកចំហពួកគេលើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទងស្ដាប់យោបល់និងការរិះគន់ដោយស្មោះត្រង់ភាពរួបរួមពួកគេជាអ្នកបង្កើតឯកភាពធ្វើឲ្យសមាជិកក្រុមមានអារម្មណ៍ថាជាផ្នែកមួយនៃគ្រួសារធំមួយដែលធ្វើការជាមួយគ្នាដើម្បីគោលដៅរួម 4. ការលើកទឹកចិត្តនិងស្មារតីជាគំរូដ៏ល្អមេដឹកនាំល្អធ្វើជាគំរូតាមរយៈសកម្មភាពកាយវិការនិងសីលធម៌ការងាររបស់ពួកគេការខិតខំភាពស្មោះត្រង់និងទំនួលខុសត្រូវរបស់ពួកគេជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់ក្រុមផ្ដល់ថាមពលវិជ្ជមានសូម្បីតែនៅពេលមានការលំបាកមេដឹកនាំល្អអាចរក្សាភាពវិជ្ជមាននិងលើកទឹកចិត្តឲ្យក្រុមក្រោកឡើងវិញ 5. លទ្ធផលនិងប្រសិទ្ធភាពការងារកើនឡើងនៅពេលអ្នករាល់គ្នាដឹងច្បាស់ពីគោលដៅមានទំនុកចិត្តនិងមានចិត្តចង់ធ្វើការប្រសិទ្ធភាពការងារនឹងកើនឡើងយ៉ាងខ្លាំងសមិទ្ធផលដ៏អស្ចារ្យក្រុមដែលមានមេដឹកនាំល្អជាទូទៅឈានដល់ឬថែមទាំងលើសពីគោលដៅដែលបានកំណត់សង្ខេបមេដឹកនាំល្អមិនមែនគ្រាន់តែជាអ្នកបញ្ជាទេតែពួកគេជាអ្នកណែនាំជាគ្រូបង្វឹកនិងជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់ក្រុមការទទួលបានមេដឹកនាំល្អគឺជាវត្ថុ